នេះខ្ញុំស៊ីយ៉ាថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ពីអារម្មណ៍មួយដែលយើងតែងតែជួបឬក៏ពេលខ្លះយើងអាចថាលាក់ទុកអត់អាចនិយាយមកខាងក្រៅបានទេឬពេលខ្លះចង់និយាយដែរប៉ុន្តែអាចនិយាយបើកចំហបានអារម្មណ៍ហ្នឹងគឺជាអារម្មណ៍ជាប់គាំងឬក៏អារម្មណ៍ដែលធុញថប់នៅរបៀបនៃការរស់នៅរបស់ខ្លួនឯងប៉ុន្តែអ្នកទាំងអស់គ្នាអាចនឹងកំពុងធ្វើរឿងផ្សេងៗបានយ៉ាងរលូនមានការងារសំស្រោប្រាក់ខែទៀងទាត់របៀបនៃការរស់នៅក៏មិនជាយ៉ាប់ណាស់ណាដែរប៉ុន្តែអ្នកទាំងអស់គ្នាមានអារម្មណ៍ថាអត់សប្បាយចិត្តពេកហើយក៏មិនពិបាកចិត្តពេកដែរមានអារម្មណ៍ថាដូចនៅមួយកន្លែងអញ្ចឹងណាហើយវានឹងធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍មួយថាខ្លួនឯងហ្នឹងកំពុងតែខ្វះចន្លោះនៅរឿងមួយដែលអ្នកទាំងអស់គ្នាមិនមែនបរាជ័យធ្លាក់ដល់ចំណុច0ទេប៉ុន្តែក៏មានអារម្មណ៍ថាជីវិតអត់រីកចម្រើនទៅមុខដែរអញ្ចឹងអារម្មណ៍ហ្នឹងវាជាអារម្មណ៍ធម្មតាប៉ុន្តែបើសិនបើយើងមិនអើពើវាចេះទុកអារម្មណ៍ហ្នឹងកើតឡើងវាអាចនឹងមិនជាអារម្មណ៍ធម្មតាទៀតទេវាអាចនឹងធ្វើឲ្យយើងធ្លាក់ទៅក្នុងចំណុចមួយដែលយើងអាចងើបមករកអីដែលយើងចង់បានឬគោលបំណងរបស់យើងទៀតទេអញ្ចឹងតើអារម្មណ៍ដែលយើងមានអារម្មណ៍ថាជាប់គាំងឬក៏មិនរីកចម្រើនទៅមុខហ្នឹងជាអ្វីឲ្យប្រកបអញ្ចឹងអារម្មណ៍ហ្នឹងគឺវាផ្លាស់ប្ដូរហើយនឹងមានសភាពប្លែកៗទៅតាមនោះអ្នកផ្សេងៗគ្នាជាឧទាហរណ៍ថាយើងក្រោកពីគេងមកយើងធ្វើរឿងផ្សេងប៉ុន្តែយើងមានអារម្មណ៍ថាវានៅតែមិនអាចជួយឲ្យជីវិតយើងផ្លាស់ប្ដូរទៅចំណុចផ្សេងណាមួយបានពេលខ្លះទៀតយើងមានអារម្មណ៍ថាមានរឿងល្អជាងនឹងដែលយើងអាចធ្វើទៅបានឬក៏មានរឿងដែលយើងអាចធ្វើទៅវាបានលទ្ធផលល្អជាងនឹងប៉ុន្តែយើងក្នុងខ្លួនខ្លួនឯងអត់ដឹងថាវាជារឿងអីឲ្យប្រកបហើយយើងមិនដឹងថាទៅរកវាដល់របៀបណាទេអារម្មណ៍ជាប់គាំងវាមិនមែនកើតឡើងដោយសារតែយើងខ្ជិលឬក៏ដោយសារយើងខ្សោយទេប៉ុន្តែវាគឺជាអារម្មណ៍មួយដែលខាងក្នុងរបស់យើងហ្នឹងកំពុងតែព្យាយាមពង្រីកឬក៏ព្យាយាមអភិវឌ្ឍប៉ុន្តែបរិយាកាសជំនាញខ្លួនយើងឬក៏សម្បកខ្លួនយើងចាប់អត់តាន់ឬក៏អត់ឮសំឡេងខ្លួនឯងខាងក្នុងថាយើងចង់បានអីពិតប្រាកដហើយជាពិសេសនោះគឺយើងស្ថិតនៅក្នុងបរិយាកាសមួយដែលគេហៅថា fast paced working culture ដែលធ្វើឲ្យយើងមានអារម្មណ៍ថា left behind គឺយើងត្រូវបានគេទុកចោលឬក៏យើងតាមនឹងសង្គមនឹងអត់តាន់ដែលធ្វើឲ្យយើងមានអារម្មណ៍ថាធ្លាក់ទៅក្នុងទណ្ដៅមួយដែលយើងអាចងើបឡើងមកវិញបានទេអញ្ចឹង inner voice ហ្នឹងគឺវាជាសំឡេងមួយដែលវាកើតឡើងនៅក្នុងចិត្តរបស់យើងកើតចេញពីបេះដូងរបស់យើងដែលវាបន្លឺឡើងមានសំឡេងតិចបំផុតដែលយើងខ្លួនឯងពេលខ្លះបើយើងមិនចាប់អារម្មណ៍ទេគឺយើងអត់ស្ដាប់ឮវាទេតែធ្វើឲ្យយើងនឹងអាចថាភ្លេចខ្លួនឯងអត់ដឹងថាខ្លួនឯងចង់បានអ្វីពិតប្រាកដទេអញ្ចឹងនៅពេលដែលយើង ignore inner voice គឺធ្វើឲ្យយើងនឹង feeling stuck ដែលយើងមានអារម្មណ៍ជាប់គាំងអត់រីកចម្រើនទៅមុខទេអញ្ចឹងយើងដឹងហើយថាអីទៅដែលហៅថាអារម្មណ៍ជាប់គាំងឬក៏ feeling stuck ហ្នឹងអញ្ចឹងយើងមកមើលពីហេតុផលដែលបណ្ដាលឲ្យយើងធ្លាក់ទៅក្នុង feeling stuck ឬក៏អារម្មណ៍ជាប់គាំងទាំងអស់គ្នាអញ្ចឹងមូលហេតុទី1គឺ routine overload មានន័យថាយើងធ្វើរឿងដដែលហ្នឹងគឺវាច្រើនរលុបពេកឧទាហរណ៍ថាយើងក្រោកពីគេងទៅធ្វើការចេញពីធ្វើការមកផ្ទះគេងក្រោកពីគេងទៅធ្វើការអញ្ចឹងគឺរឿងនេះយើងធ្វើចូលឡើងរាប់ឆ្នាំទៅគឺធ្វើឲ្យខួរក្បាលរបស់យើងរាងកាយរបស់យើងគឺវាស្របទៅតាមទម្លាប់នឹងរហូតគឺយើងអត់មានធ្វើអីថ្មីទេអញ្ចឹងគឺធ្វើឲ្យយើងបាត់បង់នៅ creativity ឬក៏ការច្នៃប្រឌិតនៅក្នុងខ្លួនរបស់យើងដែលធ្វើឲ្យយើងធ្វើរឿងដដែលអញ្ចឹងទៅគឺយើងមានអារម្មណ៍ថា stress អត់សប្បាយចិត្តគឺនៅតែមួយកន្លែងអញ្ចឹងហើយគឺធ្វើឲ្យយើង feeling stuck ហ្នឹងទៅមូលហេតុទី2នោះគឺ lack of purpose ឬក៏គ្មានគោលបំណងគ្មានគោលដៅដែលយើងធ្វើរឿងដដែលច្រើនពេកធ្វើឲ្យយើងភ្លេចគោលបំណងជាក់លាក់របស់យើងមួយតែពីមុនយើងចង់បានចេះប៉ុន្តែដល់ពេលយើងធ្វើរឿងនេះដើម្បីបានទៅដល់រឿងនោះតែយើងបែរជាយូរទៅភ្លេចគោលបំណងរបស់យើងវិញថាយើងធ្វើរឿងនោះដើម្បីអីចឹងហើយគឺធ្វើឲ្យយើងអត់មានកម្លាំងទៅមុខទៀតទេគឺយើងមានអារម្មណ៍ថាខ្សោះខ្សោយគឺគ្មានថាមពលនៅក្នុងខ្លួនហ្មងហើយមូលហេតុទី3នោះគឺ unmet potential ហេតុផលទី3នេះគឺសំខាន់បំផុតមានន័យថាយើងធ្វើអីមួយគឺវាអត់ទាន់អស់ពីសមត្ថភាពរបស់យើងទេដែលគេហៅថាជាការធ្វើអីមួយអត់ទាន់ដល់សក្តានុពលរបស់ខ្លួនឯងអញ្ចឹងពេលដែលយើងធ្វើរឿងហ្នឹងទៅគឺយើងមានអារម្មណ៍ថាយើងត្រូវធ្វើបានច្រើនជាងហ្នឹងប៉ុន្តែយើងអត់ធ្វើយើងធ្វើតែរឿងតូចតាចអញ្ចឹងហើយសក្តានុពលរបស់យើងក៏គ្មានអីរីកចម្រើនចិត្តគំនិតរបស់យើងអត់មានគិតអីថ្មីយើងធ្វើតែរឿងដដែលអញ្ចឹងធ្វើឲ្យយើងកាន់តែមានអារម្មណ៍ថាយើងលែងចេះអីទាំងអស់លែងធ្វើអីបានទាំងអស់អញ្ចឹងគឺយើងនឹងមានអារម្មណ៍ថាយើងនៅកន្លែងដដែលហ្នឹងយូរទៅគឺយើងកាន់តែមើលឡើងឃើញពីខ្លួនឯងទៀតហើយ
ហើយសម្រាប់ហេតុផលទី4នោះគឺកើតឡើងដោយសារតែមូលហេតុទី1ទី2ទី3ប្រគំចូលគ្នាគឺបង្កើតបានជា burn out ឬក៏ emotional fatigue ដែលយើងអាចនិយាយបានថាការធ្លាក់ទៅក្នុង stress ឬក៏យើងស្ថិតនៅក្នុង stress យូរពេកទៅគឺធ្វើឲ្យអារម្មណ៍ឬក៏ will power របស់យើងនឹងធ្លាក់ចុះធ្វើឲ្យយើងខ្សោះខ្សោយយើងអត់មានកម្លាំងយើងអត់ពេញចិត្តនឹងអីដែលខ្លួនឯងកំពុងធ្វើគ្មានការគិតថ្មីដែលធ្វើឲ្យយើងមានអារម្មណ៍ថាអ្វីគ្រប់យ៉ាងគឺធ្លាក់ដល់ចំណុច0ហើយអារម្មណ៍ burn out វាដូចជាថ្នាំស្ពឹកមួយអញ្ចឹងដែលវាធ្វើឲ្យយើងមានអារម្មណ៍ថាស្ពឹកលែងទទួលដឹងឈឺចាប់ហើយការដែលលែងទទួលដឹងឈឺចាប់នៅត្រង់នេះមិនមែនជារឿងល្អទេវានឹងធ្វើឲ្យយើងលែងដឹងថាខ្លួនឯងធ្វើនោះជារឿងល្អអត់គឺយើងចេះតែទ្រាំនឹងរឿងដែលយើងធ្វើទៅវាអត់បានផ្ដល់ផលប្រយោជន៍ច្រើនជាងនឹងឲ្យយើងទេទាំងដែលយើងអាចធ្វើបានរឿងល្អជាងនឹងជាច្រើនប៉ុន្តែយើងអត់ធ្វើដោយសារតែយើងស្ពឹកដោយសារយើងទទួលបានអារម្មណ៍ថាគឺប៉ុណ្ណឹងគ្រប់គ្រាន់ហើយអញ្ចឹងអារម្មណ៍គ្រប់គ្រាន់នៅក្នុងកន្លែងនេះគឺមិនមែនជារឿងល្អសម្រាប់យើងទេអារម្មណ៍គ្រប់គ្រាន់មិនមែនការលុបលន់គឺជារឿងល្អប៉ុន្តែកាលណាដែលយើងធ្វើរឿងមួយដែលធ្វើឲ្យអារម្មណ៍បញ្ហាស្ទះអារម្មណ៍របស់យើងកាន់តែធ្លាក់ចុះវាមិនមែនជាការគ្រប់គ្រាន់ដែលយើងចង់បាននោះទេហើយបើសិនជាអ្នកទាំងអស់គ្នាធ្លាក់ចូលទៅក្នុងអារម្មណ៍ស្ពឹកមួយនេះហើយគឺអ្នកទាំងអស់គ្នានឹងធ្លាក់ទៅក្នុង survival mode ដែលគេហៅថាធ្វើដើម្បីទៅរស់អញ្ចឹងតំណឹងហ្នឹងគឺធ្វើឲ្យយើងលែងរីកចម្រើនទៅមុខហើយគឺយើងធ្វើតែរឿងដដែលហ្នឹងយើងអត់មានគិតថាចង់ធ្វើអីថ្មីទេគឺយើងគិតថាអូប៉ុណ្ណឹងគ្រប់គ្រាន់ហើយបើខំជាងហ្នឹងក៏អត់បានអីច្រើនជាងហ្នឹងដែរអញ្ចឹងគឺធ្វើឲ្យយើងគិតបែបហ្នឹងមកយើងមិនចង់គិតប៉ុន្តែអារម្មណ៍ដែលស្ពឹករបស់ខ្លួនយើងហ្នឹងគឺនឹងបញ្ជាឲ្យគូក្បាលយើងគិតអញ្ចឹងតែម្ដងចឹងបើសិនជាអ្នកទាំងអស់គ្នាធ្លាក់ចូលទៅក្នុងដំណាក់កាលនេះហើយវានឹងធ្វើឲ្យក្តីស្មៃរបស់អ្នកទាំងអស់គ្នាហ្នឹងចាប់ដើមរលាយបាត់បន្តិចម្ដងហើយយូរទៅអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាខ្លួនឯងមិនដឹងចង់បានអីប្រកបទេដូច្នេះបើសិនជាអ្នកទាំងអស់គ្នាធ្លាក់ចូលក្នុងដំណាក់កាលនេះអ្នកទាំងអស់គ្នាកុំភ័យឬព្រួយបារម្ភអីដោយសារតែដំណាក់កាលនេះវានឹងធ្វើឲ្យយើងនឹងព្យាយាមគិតរកទម្លាប់ថ្មីឬក៏រឿងថ្មីដែលអាចធ្វើឲ្យមានការផ្លាស់ប្ដូរធំទៅលើជីវិតរបស់យើងដែលអាចធ្វើឲ្យជីវិតរបស់យើងកាន់តែពេញលេញជាងមុនក៏ថាបានដែរចឹងបើសិនជាអ្នកទាំងអស់គ្នាដឹងខ្លួនហើយថាខ្លួនឯងកំពុងតែធ្លាក់ចូលក្នុងដំណាក់កាលដែលខ្លួនឯង feeling stuck ហ្នឹងអញ្ចឹងតើអ្នកទាំងអស់គ្នាអាចធ្វើបានក្នុងថ្ងៃនេះអញ្ចឹងបន្ទាប់ទៅនេះគឺជាចំណុចតូចៗដែលអ្នកទាំងអស់គ្នាអាចធ្វើបានដើម្បីឲ្យជីវិតរបស់ខ្លួនឯងមានការផ្លាស់ប្ដូរឬក៏កែប្រែនៅទម្លាប់គួរឲ្យធន់មួយចំនួនអញ្ចឹងចំណុចតូចៗនោះគឺការដែលចំណាយពេល5នាទីនៅជាមួយខ្លួនឯងមានន័យថាបើសិនជាអ្នកទាំងអស់គ្នារវល់តែនឹងធ្វើរឿងផ្សេងអ្នកទាំងអស់គ្នាប្រកាសជាដឹងរឿងនោះច្រើនចុះបើសិនជាខ្លួនឯងអត់ដែលចំណាយពេលជាមួយខ្លួនឯងទេអញ្ចឹងតើអ្នកទាំងអស់គ្នាអាចស្គាល់ខ្លួនឯងបានដោយរបៀបណាអ្នកទាំងអស់គ្នាត្រូវចំណាយពេលនៅជាមួយខ្លួនឯងយ៉ាងណា5នាទីក្នុងមួយថ្ងៃអញ្ចឹងចំណាយពេលនោះចំណាយពេលដើម្បីអីគឺអ្នកទាំងអស់គ្នាអាចទៅរកកន្លែងណាស្ងប់ស្ងាត់ឧទាហរណ៍ដូចជាបន្ទប់របស់អ្នកទាំងអស់គ្នាអញ្ចឹងទៅបិទទ្វារអីឲ្យនៅស្ងាត់ម្នាក់ឯងអញ្ចឹងហើយគឺសួរសំណួរខ្លួនឯងមួយថាតើជីវិតរបស់យើងផ្នែកណាមួយដែលកំពុងតែមិនសមស្របទៅតាមគោលបំណងឬក៏ខុសពីអ្វីដែលយើងចង់បានអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាសួរហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាអាចនឹងស្វែងរកនៅដំណោះស្រាយបានពីព្រោះថាការដែលយើងដឹងពីឬក៏ដើមតងនៃបញ្ហាណាមួយគឺយើងអាចដោះស្រាយបញ្ហានឹងបានពាក់កណ្ដាលស្រាប់ទៅហើយអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអាចរកបញ្ហាដែលធ្វើឲ្យខ្លួនឯងមានអារម្មណ៍ថាធុញថប់នឹងរបៀបនៃការរស់នៅអញ្ចឹងគួរតែដល់ពេលក្នុងការស្វែងរកដំណោះស្រាយដើម្បីខ្លួនឯងហើយអញ្ចឹងខ្ញុំជឿថាអ្នកទាំងអស់គ្នាអាចស្វែងរកដំណោះស្រាយនោះបានពីព្រោះថាលោកម្នាក់គឺមានបញ្ហាផ្សេងៗគ្នាហើយដំណោះស្រាយទាំងអស់នោះក៏វាទៅតាមបទពិសោធន៍ឬក៏ជំនឿរបស់ខ្លួនឯងម្នាក់ៗផងដែរអញ្ចឹងខ្ញុំជឿថាអ្នកទាំងអស់គ្នាគាត់ជារកដំណោះស្រាយដែលល្អបំផុតដើម្បីខ្លួនឯងបានចឹងវីដេអូរបស់ខ្ញុំក៏សូមបញ្ចប់ត្រឹមហ្នឹងបើសិនជាអ្នកនរគ្នាយល់ថាវីដេអូមួយនេះមានប្រយោជន៍ឬក៏អាចជួយអ្នកទាំងអស់គ្នាបានក៏សូមកុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូបន្តទៀតដែលខ្ញុំនឹងនិយាយអំពីការបង្កើតទម្លាប់តូចៗដែលអាចធ្វើឲ្យជីវិតរបស់យើងប្រែប្រួលទាំងស្រុងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានបទពិសោធន៍ឬក៏គន្លឹះផ្សេងៗកុំភ្លេចចែករំលែកនៅក្នុង comment ដែលអាចធ្វើឲ្យអ្នកទាំងអស់គ្នាអាចបញ្ចេញនិងជួយអ្នកដទៃបានហើយអ្នកផ្សេងទៀតតែគាត់ត្រូវការជំនួយឬក៏ត្រូវការបបផ្សោតផ្សេងអាចនឹងយកទៅដោះស្រាយបញ្ហារបស់គាត់បានផងដែរអញ្ចឹងខ្ញុំជឿថាអ្នកទាំងអស់គ្នាមិនកំពុងតែជាប់គាំងនៅក្នុងជីវិតទេប៉ុន្តែកំពុងតែស្វែងរកដំណោះស្រាយនិងផ្លូវទៅកាន់ការរីកចម្រើនផងដែរអញ្ចឹងខ្ញុំសញ្ញាក៏សូមអរគុណនិងសូមជម្រាបលា